ជំរាបសួររបស់បងប្អូនគ្នាហើយមានការលើកខ្លាំងតែជិត1ឆ្នាំមិនបើសិនជាអត់មានកូវីដប្រហែលមួយញោមតិចក៏ប៉ុន្តែចម្បងបំផុតគឺយើងដឹងថាជាខែការរបស់ព្រះហើយក្នុងការយើងអត់បានមកក៏បាទយើងឃើញថាមិនមែនបច្ច័យដល់ហើយយើងឃើញថាគឺបងរៀបចំសម្រាប់យើងនៅទីនេះក៏ដូចជានៅទីនោះផងដែរបាទយើងឃើញថាការអតិសាស្ត្រហើយគ្រប់ទាំងអស់នឹងមានការផ្លាស់ប្ដូរហើយធ្វើឲ្យជីវិតមនុស្សដែលនៅលើផែនដីនេះជ្រុលចិត្តមកក៏ប៉ុន្តែយើងអរគុណដល់ព្រះហើយទីមួយខ្ញុំចង់សូមជម្រាបសួរឲ្យទទួលផ្ញើការនឹករលឹកពីបងប្អូននៅទីនោះមកដល់បងប្អូនទាំងអស់គ្នានៅទីនេះហើយបាទទីពីរខ្ញុំចង់លើកដូចជាលើកស្វ័យសេរីរបស់បងផងដែរគឺការដែលមកជាមួយម៉ាក់គឺយើងអត់បានមានគម្រោងทำមកដែរតែចង់ក៏ប៉ុន្តែរាល់ថ្ងៃគឺមើល YouTube រាល់ថ្ងៃមើលនៅស្រុកខ្មែរបាទហើយថៃណាឆ្ងាញ់អីចឹងហើយអូបំណងបាទជាជៀនទេនឹងខ្ញុំទាំងអស់ថាបំណងមែនតើនៅក្នុងសុបិនក៏ប៉ុន្តែមកជើងនេះមិនผมខំប្រឹងធ្វើនេះខ្លួនឯងទេក៏ប៉ុន្តែបាទអត់